ចាជម្រាបសួរបងមួយដែលបានជាវស្ដីកម្មសាងពីក្លឹមឈើពីនាងខ្ញុំទៅអញ្ចឹងខ្ញុំសូមធ្វើវីដេអូនេះបង្ហាញពីរបៀបលាបស្ដីកម្មអញ្ចឹងបងដុតទៀនឲ្យវារាវដូចប្រេងដូចខ្ញុំអញ្ចឹងអញ្ចឹងឲ្យបងយកម្រាមដៃមកចលក់នឹងកមួនទៀននឹងឯងចូលមកញីលើបាត់ដៃតែបងកុំដុតចលក់ទាំងភ្លើងអញ្ចឹងខ្លាចវាលាអញ្ចឹងបងផលិតទៅព្រោះម្រាមដៃបងធំអញ្ចឹងកុំធ្វើដូចខ្ញុំអញ្ចឹងនេះទៅបងចលក់ផ្លុតភ្លើងហើយយកម្រាមដៃចលក់លើបាត់ដៃមកហើយក៏ញីឲ្យគ្រប់សពគ្រាប់កម្មដូចខ្ញុំធ្វើអញ្ចឹងបងអញ្ចឹងលាបវាឲ្យគ្រប់សពអញ្ចឹងមកអញ្ចឹងឲ្យគ្រប់គ្រាប់កម្មអីមកទាំងអស់មកគ្រប់កន្លោះក្លៀតហ្នឹងព្រោះអីពេលឈើយើងទុកចោលយូរអីចឹងទៅបើសិនតែយើងអត់ពាក់ទុកចោលអញ្ចឹងវាអាចមានផ្សិតមានអីចឹងណាអញ្ចឹងវាធ្វើឲ្យពណ៌ស្អាតហើយមកយើងពាក់រាល់ថ្ងៃក៏វាជាប់ក្អែលអញ្ចឹងដែរវាធ្វើឲ្យមានពណ៌ស្អាតអញ្ចឹងបងអាចយូរលាបម្ដងមើលរវាងពីរនឹងលាបរបស់ដែលខ្ញុំទុកចោលហើយខ្ញុំយកមកលាបអញ្ចឹងពណ៌វាខុសគ្នាពេលដែលយើងលាបជាមួយក្មួយទៀនហើយវាធ្វើឲ្យពណ៌ភ្លឺចែងចាំងអញ្ចឹងណាអញ្ចឹងបើយើងអត់ទាន់បានលាបជាមួយក្មួយទៀនគឺវាពណ៌ស្អាតចឹងបន្ទាប់មកបងទុកវាចោល3 4 5នាទីអីចឹងទៅឲ្យវារៀងស្ងួតបន្តិចហើយបងយកកសែងមកកសែងស្អាតខ្សែពកោតតុនអីមកយើងយកមកជូតវាដើម្បីឲ្យវាជ្រះទៀនហ្នឹងណាបើសិនតែយើងអត់ជូតជាមួយនឹងកសែងទេគឺវានៅស្អិតជាប់ទៀនកមួននឹងឯងចឹងបងជូតលុញវាអញ្ចឹងឲ្យសប់ដូចខ្ញុំធ្វើអញ្ចឹងមកចឹងតតែយើងជូតវាឲ្យចេញជាតិទៀននឹងមកបានវាចេញភាពភ្លឺរលោងចែងចាំងមកអញ្ចឹងចឹងរបៀបដែលខ្ញុំលាបជាមួយនឹងខ្សែដៃកម្មគឺខ្ញុំលាបជាមួយនឹងកមួនទៀននឹងឯងអញ្ចឹងខ្ញុំអត់ណែនាំឲ្យភ្ញៀវនឹងគាត់លាបជាមួយនឹងប្រេងច័ន្ទទេដោយសារប្រេងច័ន្ទវាអាចធ្វើឲ្យងាប់ខ្សែវាខ្សែឆាប់យាអីចឹងណាចឹងមើលភាពខុសគ្នារវាងយើងលាបជាមួយកមួនទៀនហើយនឹងយើងអត់បានលាបអញ្ចឹងគឺវាមានភាពខុសគ្នាចឹងភាពខុសគ្នាភ្លឺចែងចាំងគឺវាខុសគ្នាដែរចឹងនេះជាឈុតណាបងចឹងមានខ្សែសកួរនិងកមួនទៀនចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនជម្រាបលាហើយនេះប្រេងទៀននេះកុំភ្លេចទុកវាឲ្យស្ងួតកកឡើងវិញចឹងណាបងអរគុណ